លេចឡើងនៅវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងនៅក្នុងបទចម្រៀងរបស់សិល្បករនីរបស់វៀតណាមនៅក្នុងវីដេអូ MV នោះផងដែរគឺបង្ហាញយ៉ាងច្បាស់ត្រជាក់ភ្នែកតែម្ដងអំពីការខិតខំប្រឹងប្រែងនៅក្នុងការផលិត MV នេះចេញមកយ៉ាងល្អឥតខ្ចោះដោយមានការសិក្សាស្រាវជ្រាវរៀនសូត្របានច្បាស់លាស់អំពីវប្បធម៌ប្រពៃណីរបស់ខ្មែរយើងពីសំណាក់បងប្អូនកម្ពុជាក្រោមយើងឬក៏វៀតណាមគេហៅថាវៀតណាមខាងត្បូងនឹងឯងបងប្អូនដែលមានការសិក្សាស្រាវជ្រាវច្បាស់លាស់ចេញពីសាកលវិទ្យាល័យត្រាវិញបន្តតែម្ដងអំពីវប្បធម៌អរិយធម៌ការស្លៀកពាក់របស់ខ្មែរយើងដែលបង្ហាញនៅក្នុងវីដេអូ MV នោះផងដែរដែលបានបង្ហាញអំពីសេចក្តីស្នេហារវាងតួអង្គប្រុសហើយនិងតួអង្គស្រីនៅក្នុងទស្សនវិជ្ជាទូទៅនៅក្នុងទឹកដីកម្ពុជាក្រោមដែលផ្សារភ្ជាប់ជាមួយនឹងឧបករណ៍ភ្លេងខ្មែរសម្លៀកបំពាក់ខ្មែរវប្បធម៌ខ្មែរជាមួយនឹងការរាំរបាំខ្មែរយើងផងដែរថែមទាំងមាន lyric ជាភាសាខ្មែរយើងទៀតផងនេះបញ្ជាក់ថាអ្វីៗគ្រប់យ៉ាងនៅក្នុងវីដេអូនេះគឺគេព្យាយាមបង្ហាញអំពីខ្មែរយើងតែម្ដងដែលវាមិនប៉ះពាល់មកកាន់វប្បធម៌ខ្មែរយើងណាមួយទេឬក៏បង្ហាញថាវាគឺជាវប្បធម៌របស់ប្រទេសសៀមឬក៏ប្រទេសណាមួយទេវាគឺជារបស់ខ្មែរយើងច្បាស់តែម្ដងពីព្រោះថាវប្បធម៌របស់ប្រទេសវៀតណាមគឺខុសដាច់ស្រឡះពីវប្បធម៌ខ្មែររបស់យើងតែម្ដងมันមានកន្លែងណាបញ្ជាក់ថាគេចង់លួចវប្បធម៌របស់ខ្មែរយើងនោះទេនេះគួរតែកោតសរសើរទៅដល់គេដែលព្យាយាមនៅក្នុងការផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់ខ្មែរយើងបន្ថែមទៀតទៅកាន់ប្រជាជនវៀតណាមអញ្ចឹងទៅបន្ទាប់ពីការបង្ហោះវីដេអូនេះហើយគឺមានការគាំទ្រសរសើរជាច្រើនតែម្ដងពីអ្នកគាំទ្ររបស់វៀតណាមដោយគេមិនបានបង្ហាញគំនិតអវិជ្ជមានណាមួយមកកាន់វប្បធម៌ខ្មែររបស់យើងទេដែលបានបង្ហាញនៅក្នុងបទចម្រៀងរបស់វៀតណាមនេះគឺជាភាពដ៏កម្រហើយដែលវប្បធម៌ខ្មែរយើងលេចឡើងនៅក្នុងតន្ត្រី music របស់វៀតណាមបងប្អូនហើយជាពិសេសគឺពិតជាសូមសរសើរនិងអរគុណទៅដល់បងប្អូនកម្ពុជាក្រោមយើងខ្លាំងមែនទែនដែលពួកគាត់ខិតខំនៅក្នុងការរក្សាថែរក្សាវប្បធម៌របស់ខ្មែរយើងជាពិសេសគឺតែងតែបង្ហាញវប្បធម៌របស់ខ្មែរយើងជានិច្ចកាលតែម្ដងដែលមិនឲ្យបាត់បង់នោះទេអញ្ចឹងសរុបមកវិញសម្រាប់ខ្ញុំមិនមើលឃើញថាមានភាពមិនប្រក្រតីឬក៏ភាពអវិជ្ជមានណាមួយដែលប៉ះពាល់មកដល់វប្បធម៌ប្រពៃណីខ្មែរយើងទេវាល្អទៅវិញទេដែលគេជួយផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់ខ្មែរយើងជាពិសេសគឺបរទេសទៀតបងប្អូនមិនងាយនឹងមានបរទេសណាដែលបង្ហាញអំពីវប្បធម៌របស់ខ្មែរយើងនោះទេហើយអ្វីដែលសំខាន់ហ្នឹងគឺគេបានបញ្ជាក់ច្បាស់តែម្ដងគឺគេឲ្យ credit ទៅកាន់បងប្អូនកម្ពុជាក្រោមយើងដែលនេះគឺជាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដែលបងប្អូនប្រជាជននៅកម្ពុជាក្រោមយើងហ្នឹងតែងតែគោរពធ្វើជានិច្ចកាលតែម្ដងចំពោះវីដេអូនេះផងដែរខ្ញុំនិយាយពាក់ព័ន្ធជាមួយនឹងសាច់រឿងហើយនឹងចំណុចវិជ្ជមាននៃ MV នេះប៉ុណ្ណោះអញ្ចឹងបងប្អូនអាចបញ្ចេញមតិនៅខាងក្រោមវីដេអូនេះបានជួបជាមួយនឹងខ្ញុំលីហួននៅវីដេអូបន្តទៀត